បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយករឿងរាមកេរ្តិ៍ខ្សែ79យកមកធ្វើការសង្ខេបជាបន្តទៅទៀតហើយមុននឹងឈានទៅដល់ដំណើររឿងជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានជួយចុច Like Subscribe និង View វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្សែ79មានដូចជាព្រះរាមជាបុត្រព្រះបាទទសរថនិងព្រះនាងកោសកល្យានព្រះលក្សណ៍ជាបុត្រព្រះបាទទសរថនិងព្រះនាងសមន្តព្រះភិរុតជាបុត្រព្រះបាទទសរថនិងព្រះនាងកៃកេសីព្រះសុត្រតជាបុត្រព្រះបាទទសរថនិងព្រះនាងសមន្តព្រះនាងសីតាជាមហេសីព្រះរាមរាមលក្សណ៍ជាបុត្ររបស់នាងសីតានិងព្រះរាមជប់លក្សណ៍ជាបុត្ររបស់នាងសីតាដែលឥសីបានជប់ចេញពីគំនូរក្រុងរាពណ៍ជាយក្សនៅនគរលង្កាឥសីវិជ្ជប្រិតជាអ្នកជួយយកអាសានាងសីតាហនុមានជាបុត្រព្រះពាយនិងជាសេនាជំនិតរបស់ព្រះរាមនាងសីតាបានរំលឹកថាកាលនោះរាពណ៍ចាប់ខ្ញុំយកទៅលង្កាស្ដេចឲ្យហនុមានហោះទៅស៊ើបសួរដឹងសពសេចក្តីប៉ុន្តែនៅពេលច្បាំងឈ្នះសង្គ្រាមជ័យស្ដេចឲ្យខ្ញុំដើរលួយកាត់អគីខ្ញុំយកទេវតាជាសាក្សីដើរកាត់ភ្លើងថ្វាយព្រះសត្រាទតបដិចពុំអស់សង្ស័យទៀតឥឡូវនេះខ្ញុំនៅកំព្រាឯការស់នៅជាមួយអាចារ្យខ្ញុំដើរត្រាច់នៅក្នុងព្រៃព្រឹក្សារកបេះផល្លាជាអាហារអត់មានអ្នកណាជួយព្យាបាលគម្រប់10ឆ្នាំហើយក្រោយខ្ញុំជួបនឹងព្រានព្រៃគន្ធពអសុរីស្ដេចនឹងមន្ទិលសៅម៉ងប្រច័ណ្ឌលើសមុនទៀតមួយទៀតស្ដេចមានឫទ្ធិអំណាចខ្លាំងក្រៃក្រអ្វីនឹងរាជពនិតាខ្លួនខ្ញុំជួជាតិមិនសមនឹងទ្រង់ឡើយកាលនោះព្រះរាមមានបន្ទូលសូមកុំឲ្យនាងចំអកឡើយបើប្អូននៅខឹងមិនព្រមជាគ្នាសូមឲ្យប្អូនយកព្រះខ័នមកដាច់កបងឲ្យអស់កំហឹងរីឯបងរកស្រីអាណាមានកិរិយាដោយប្អូនប្រមាណទេចូលប្អូនអត់ទោសនឹកដល់ការគ្រាកំសត់នឹងគ្នាកាលនោះនាងសីតាបង្គំក្រាបទូលថាបបិទ្ធពាក្យនេះពាក្យរស់មធុរៈស្មានស្មោះមេត្រីផ្អែមលើសក្រៃលែងចំណៃឆៃហើយឈឺពោះមិនខាននាងនឹងរស់នៅកំសត់ថែរក្សាបុត្រពងឥសីដរាបអស់ជនមាសូមទ្រង់ទូលប្រាប់ព្រះមេដាផងព្រះរាមដឹងថានាងសីតាកាត់ពីសច្ចៈក៏នឹករកមធ្យោបាយសុំបុត្រទាំងពីរយកទៅនៅក្នុងនគរឲ្យនាងនៅក្នុងព្រៃម្នាក់ឯងធម្មតាម្ដាយនិងកូនបើព្រាត់ប្រាសគ្នាតែងតែនឹកសោកអាឡោះអាល័យចាំកាលណានាងបាត់ខឹងសុំមកជាងនាងចូលនគរវិញនាងសីតាបាននិយាយបញ្ឈឺថាកូននេះពុំដូចព្រះអង្គឡើយប្រហែលជាកូនរបស់យក្សក្រុងរាពណ៍ពេលនោះព្រះរាមជុំសោយសោកយ៉ាងខ្លាំងហើយចង់សម្លាប់ខ្លួនព្រោះខ្មាស់អស់ទេវតានិងរាជសព្វឋាននាងសីតាខ្លាចស្វាមីសោយទីបង្គត់ក៏យល់ព្រមប្រគល់បុត្រទាំងពីរនាងសីតាហៅបុត្រទាំងពីរមកប្រាប់ឲ្យទៅនៅជាមួយបិតាចំណែកបិតានឹងរស់នៅតាមកម្មពងឥសីលុះអស់ជនមាព្រះរាមអោបបុត្រទាំងពីរហើយលួងលោមកុំឲ្យបុត្រសោកកាព្រមទាំងប្រាប់ថាបើបុត្រនឹករលឹកដល់មេដានោះនឹងជូនមកលេងនាងសីតាផ្ដាប្រាំបុត្រទាំងពីរឲ្យនៅមើលថែបម្រើព្រះអាយកាហើយកំពូលពាក្យត្រគោះគោរពព្រះបិតុលាទាំង3មានចិត្តប្រណីចំពោះប្រជារាស្ត្រនៅពេលមានស័ព្ទបុត្រត្រូវចេញច្បាំងទុកគេឈ្មោះព្រះរាមនិងបុត្រទាំងពីរបានទៅក្រាបបង្គំលាឥសីវិជ្ជប្រិតហើយនាំបុត្រទៅជួបព្រះអនុជនិងទាំង3កាលនោះព្រះភិរុតព្រះលក្សណ៍និងព្រះសុត្រតត្រេកអរណាស់អោបកុមារទាំងពីរចំណែកហនុមានក៏អោនអោបជើងរាជកុមារ
ហើយអ្នកទាំងអស់គ្នាបាននិយាយសុំទោសគ្នាទៅវិញទៅមកព្រះរាមចាត់ចែងពលសេនាយោធាចរយាត្រាចូលនគរអយុធ្យាកាលនោះប្រជារាស្ត្រប្រុសដឹងថាព្រះរាមនាំបត់មកនគរត្រេកអរគ្រប់ប្រាណក៏នាំគ្នារត់មកមើលក្បួនដំណើរនេះហើយនាំគ្នាថ្វាយព្រះពរព្រះរាជាព្រះរាមបាននាំបត់ទៅថ្វាយបង្គំព្រះមេដាទាំង3អង្គគឺព្រះនាងកោកលយានព្រះនាងកៃកេសីនិងព្រះនាងសមុទ្រទេវីក្សត្រីទាំង3ដណ្ដឹងសួរដើមចោមព្រះរាជបុត្រដឹងសពសេចក្តីមានចិត្តត្រេកអរណាស់ស្ទុះមកអោបចៅទាំងពីរហើយបានសរសើរថាខ្លួនទៅតូចតែមានរិទ្ធស្មើបិតាកាលបិតាធ្វើទោសសម្លាប់ម្ដាយអ្នកជីដូនពុំដឹងឡើយលុះដល់ព្រឹកទើបដឹងពីស្រីស្នំថាម្ដាយអ្នកស្លាប់ជីដូនសោយសោកគិតដល់មេដាអ្នកពុំភ្លេចឡើយរៀមលាក់ទូលថាមេដារស់នៅលំបាករូបកាយស្គាំងស្គមក្សត្រីទាំង3ជុំសោកអាណិតបត់សន្និសាយ៉ាងខ្លាំងព្រះរាមជួយលួងលោមព្រះមេដាហើយក្រាបបង្គំលានាំបត់ទាំងពីរវិលទៅប្រាសាទវិញព្រះរាមត្រាស់បង្គាប់ឲ្យសមន្តមន្ត្រីជ្រើសរើសក្សត្រី148អង្គសាវលឹកមានរូបរាងល្អ 1000 នាក់និងសាវលឹកមានសក្តា 15000 មានអាយុ10ឆ្នាំយកមកបម្រើបទទាំងពីរព្រះរាមបានចាត់ឲ្យហោរាគុនគូរកថ្ងៃមានពេលល្អដើម្បីប្រារព្ធពិធីចងដៃរំដោះគ្រោះឲ្យរាជបុត្រព្រះអង្គចាត់ឲ្យពលសេនាយោធារៀបចំសាងសង់រោងបុណ្យយ៉ាងល្អវិចិត្រមានមហោស្រពល្បែងប្រដាល់ជលដំរីល្ខោនគ្រប់បែបយ៉ាងរដូវកាលមួយរាជកុមារទាំងពីរយំរលឹកព្រះមេដាព្រះរាមស្ដាប់ឮក៏ហូរទឹកភ្នែកទឹកអាណិតអសូរបុត្រហើយទ្រង់លួងលោមបុត្រទាំងពីរថានឹងជូនទៅរកព្រះមេដាលុះព្រឹកឡើងព្រះរាមឲ្យពលសេនានិងភីលៀងដង្ហែកុមារទៅជួបព្រះមេដាមុនពេលចេញដំណើរព្រះរាមបានផ្ដែផ្ដាំបុត្រឲ្យជួយអង្វរមេដាឲ្យនាងទន់ចិត្តវិលមកនគរវិញបើព្រះនាងមិនព្រមវិលមកទេទូកបិតានឹងសិនខ្សែជីវិតប្រសិនបើមេដានៅតែដាច់ចិត្តមិនព្រមមកទៀតសូមបុត្រថ្វាយស្រីស្នំឲ្យនៅមើលថែរក្សាបម្រើព្រះមេដារាជកុមារទាំងពីរបានបង្គំក្រាបលាព្រះបិតាហើយឡើងជិះលើសេះដឹកនាំក្បួនយោធាធ្វើដំណើរកាត់ព្រៃព្រឹក្សាដើម្បីទៅជួបព្រះមេដាលុះទៅដល់ទៀបអាស្រមរាជកុមារបញ្ឈប់ពលសេនានៅក្រោមដើមជ្រៃហើយទ្រង់នាំពួកស្រីស្នំទៅថ្វាយបង្គំឥសីវិជ្ជព្រឹត្តនៅបារម្ភសាលារួចទូលប្រាប់សពគ្រប់បន្ទាប់មកទៀតទើបរាជកុមារទាំងពីរនាំពួកស្រីស្នំទៅគាល់ព្រះមេដានៅក្នុងអាស្រមគ្រាន់តែក្រឡេកឃើញបុត្រភ្លាមនាងសីតាមានសេចក្តីត្រេកអរខ្លាំងណាស់បានអោបបុត្រាទាំងពីរដោយសេចក្តីនឹករលឹកកាលនោះស្រីស្នំបានថ្វាយបង្គំនាងសីតាហើយជុំសោកទូលថាយើងខ្ញុំគ្រប់គ្នាគិតស្មានថាក្សត្រីខ្សែជីវីកាលជប់នោះហើយយើងខ្ញុំទាំងអស់សោកសោកនឹកសំណក់ក្សត្រីពុំដែលភ្លេចឡើយចំណែកនាងសីតាជុំខ្សឹបខ្សួលហើយមានបន្ទូលថានេះមកពីកម្មរបស់យើងទេទើបបានជាត្រូវព្រាត់ប្រាសមករស់នៅរងទុក្ខាក្នុងព្រៃសូមពួកនាងទាំងអស់កុំសោយសោកកាលឡើយយើងសូមផ្ញើបុត្រឲ្យជួយមើលថែរក្សាផងបាទរឿងរាមកេរ្តិ៍ខ្សែ79ក៏បានឈានមកដល់ទីបញ្ចប់ផងដែរហើយលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សទាំងអស់ដែលបានតាមដានវីដេអូរបស់លោកគ្រូតាំងពីដើមដល់ចប់បាទជម្រាបលាជួបគ្នានៅខ្សែ80ជាបន្តទៀត